ចលនាដ៏ធំមួយចងសង្គ្រាមអ៊ុយក្រែនអាចនឹងកំពុងកើតឡើងនៅពេលនេះហើយភ្នែកទាំងអស់កំពុងសម្លឹងមើលលោក Vladimir Putin បងប្អូននៅពេលនេះសហរដ្ឋអាមេរិកនិងអ៊ុយក្រែនទើបតែបានបញ្ចប់កិច្ចពិភាក្សាសន្តិភាពកម្រិតខ្ពស់នៅរដ្ឋ Florida ឥឡូវនេះការផ្ដោតអារម្មណ៍បានបដូរទៅទីក្រុង Moscow វិញបេសកកម្មរបស់ប្រធានាធិបតី Trump គឺលោក Steve Witkoff កំពុងដំណើរទៅកាន់ប្រទេសរុស្ស៊ីបេសកកម្មរបស់លោកគឺដាក់ជូនផែនការសន្តិភាពថ្មីផ្ទាល់ទៅលោក Vladimir Putin កិច្ចប្រជុំត្រូវបានកំណត់សម្រាប់ថ្ងៃអង្គារហើយបញ្ហាប្រឈមគឺធំធេងណាស់ប៉ុន្តែការរំពឹងទុកគឺមានកម្រិតទាបលោក Putin បានផ្ដល់សញ្ញារួចហើយថាលោកនឹងមិនធ្វើការសម្របសម្រួលទេកាលពីសប្តាហ៍មុនលោកបាននិយាយឡើងវិញនៅការទាមទាររបស់លោកអ៊ុយក្រែនត្រូវតែដកខ្លួនចេញពីទឹកដីដែលលោកទាមទារលោកក៏បាននិយាយដែរថាការចរចាជាមួយប្រធានាធិបតី Zelensky គឺជារឿងគ្មានប្រយោជន៍រុស្ស៊ីជឿថាខ្លួនកំពុងឈ្នះនៅសមរភូមិហើយអាចរងចាំរហូតដល់អ៊ុយក្រែនទទួលយកលក្ខខណ្ឌរបស់ខ្លួនទន្ទឹមនឹងនេះលោក Zelensky កំពុងតែនៅទីក្រុងប៉ារីដើម្បីជួបជាមួយប្រធានាធិបតី Macron អឺរ៉ុបនិងអ៊ុយក្រែនកំពុងបង្ហាញការរួបរวมនៅថ្ងៃដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីគ្របដណ្ដប់លើចំណងជើងព័ត៌មានលោក Zelensky និយាយថាលោកកំពុងរងចាំរបាយការណ៍ពេញលេញពីក្រុមការងាររបស់លោកបានហៅការទូតការពារជាតិនិងធម្មពលថាជាអតិភិបនៅថ្ងៃនេះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានហៅកិច្ចពិភាក្សានេះថាឆ្ងាញ់លោកនិយាយថាមានចំណុចផ្លាស់ប្ដូរជាច្រើនហើយរុស្ស៊ីនៅតែត្រូវតែជាផ្នែកនៃសម័យកាលមន្ត្រីបាននិយាយថាកិច្ចប្រជុំនៅរដ្ឋ Florida មានប្រសិទ្ធភាពប៉ុន្តែมันមានព័ត៌មានលម្អិតត្រូវបានចេញផ្សាយមិនទាន់មានការបែកធ្លាយណាអំពីបញ្ហាដែលពិបាកបំផុតនោះទេរុស្ស៊ីចង់ឲ្យអ៊ុយក្រែនចុះចាញ់ទឹកដីនៅ Donbas អ៊ុយក្រែនបដិសេធផែនការសន្តិភាពឥឡូវមាន19ចំណុចដែលត្រូវបានកែប្រែបន្ទាប់ពីគំនុំមុនបានធ្វើឲ្យទីក្រុងគៀវនិងអ៊ុយព្រួយបារម្ភប្រធានបទសំខាន់ប្រាក់រៀល$1រាប់លានរបស់រុស្ស៊ីដែលត្រូវបានកកដោយលោកខាងលេខប្រធានបទមួយទៀតការបោះឆ្នោតអាចធ្វើទៅបាននៅអ៊ុយក្រែនភាគីទាំងពីរនិយាយថាវឌ្ឍនការបានធ្វើឡើងប៉ុន្តែបញ្ហាលំបាកនៅតែមានឡើយនេះអាចជាចំណុចរបបមួយឬជាភាពជាប់ស្ទះមួយទៀត